ជំរាបសួរអ្នកទាំងអស់គ្នាយើងប្រហែលជាខានជួបគ្នារយៈពេលប្រហែលជា7-4ខែដែរហើយក៏អធិស្ឋានដែលខ្ញុំបានធ្វើវីដេអូព្រោះមួយរយៈនេះគឺខ្ញុំបានបាត់បង់នៅអារម្មណ៍លើកទឹកចិត្តនៃការធ្វើវីដេអូបន្ថែមទៀតព្រោះដោយសារតែការងារច្រើនហើយក៏អត់បានដាក់ចិត្តទៅលើ YouTube ដែរដែលធ្វើឲ្យខ្ញុំបានខាន post អស់រយៈពេល7-4ខែចឹងក៏អធិស្ឋានសូមទោសអ្នកទាំងអស់គ្នាត្រង់កន្លែងនឹងផងហើយនឹងនេះគឺសង្ឃឹមថាអ្នកទាំងអស់គ្នានឹងត្រឡប់មកកាន់ការមើល channel របស់ខ្ញុំសារជាថ្មីដោយសារថ្ងៃនេះដែរគឺខ្ញុំបានលើកនៅរឿងមួយដែលប្លែកខុសពីធម្មតាប្លែកខុសពីរឿងមុនដែលខ្ញុំបានលើកមកនិយាយព្រោះវាជាលក្ខណៈឯកសាររន្ធត់របស់ប្រទេសជប៉ុនរឿងនេះគឺវាស្រដៀងទៅនឹងរឿង Noroi the Curse ដែលខ្ញុំបានសម្រាយតាំងពីប្រហែល2ឆ្នាំមុនប៉ុន្តែដោយសាររឿងនេះគឺវាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដែលខ្ញុំអត់អាចមើលរំលងបានហើយក៏ចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹងនិងឮផងដែរដែលរឿងមួយនេះគឺវាមានភាព creepy ហើយគួរឲ្យខ្លាចខ្លាំងមែនទែនដែលមានចំណងជើងថា Ura Horror ផលិតនៅឆ្នាំ2008ហើយផ្អែកទៅលើរឿងព្រេងនិទានរបស់ប្រទេសជប៉ុនជាច្រើនហើយឯកសាររឿងមួយនេះគឺគេបែងចែកជាច្រើនคลิปពីសំណាក់វីដេអូដែលមកពីប្រភពខុសៗគ្នាដែលធ្វើឲ្យឯកសាររឿងនៅក្នុងវីដេអូនេះគឺវាមិនមានអីដែលពាក់ព័ន្ធជាមួយគ្នាពីមួយវីដេអូទៅមួយវីដេអូទេពីវីដេអូមួយទៅវីដេអូមួយផ្សេងគ្នានោះគឺវាបានបង្ហាញនៅคลิปមួយចំណែកតូចដែលគេបានប្រទះឃើញថាវាគួរឲ្យខ្លាចនិងរន្ធត់នៅក្នុងប្រភពវីដេអូផ្សេងគ្នានោះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែទស្សនាវីដេអូមួយនេះម្នាក់ឯងកុំភ្លេចយកភួយមកសន្សំព្រោះថាយើងនឹងធ្វើការស៊ីជម្រៅកកាយនិងវែកញែកកន្លែងដែលគួរឲ្យរន្ធត់និងខ្លាចនៃคลิปនីមួយនៅក្នុងបណ្ដុំคลิปរបស់រឿង Ura Horror រឿងរបស់យើងបានផ្ដើមជាមួយនឹងคลิปជាច្រើនដែលគេបានដាក់បញ្ចូលគ្នាបង្ហាញពីคลิปខ្លីៗដែលគេបានថតបានពីស្ថានីយទូរទស្សន៍ផ្សេងគ្នាដែលវីដេអូទាំងនេះគឺគេជឿថាវាមានបណ្ដាសាហើយគេបានបំរាមថាมันគួរទស្សនានៅប្រភពដើមនៃវីដេអូទាំងនេះឡើយយើងក៏បានកាត់ចូលទៅកាន់ការសម្ភាសទៅលើបរិសម្នាក់ដែលប្រវត្តិរបស់គាត់បាននិយាយថាគាត់ធ្លាប់បានធ្វើការឲ្យនៅស្ថានីយទូរទស្សន៍មួយស្រាប់តែក្រុមហ៊ុនស្ថានីយទូរទស្សន៍នោះត្រូវបាន cancel និងបិទដោយគ្មានមូលហេតុច្បាស់លាស់អ្វីដែលពិសេសនោះគឺថាបរិសម្នាក់នេះបានកកាយឃើញថាមាននៅកាសែតមួយពីស្ថានីយទូរទស្សន៍មួយនេះដែលមានចំណងជើងថាចេតិយបណ្ដាសា The Curse Shrineតោះឥឡូវយើងងាកមកមើលកាសែតដែលគាត់បានរកឃើញមួយនេះនៅក្នុងកាសែតមួយនេះគឺយើងឃើញមាននារីម្នាក់មានឈ្មោះថា Nanami ដែលខាងកម្មវិធីទូរទស្សន៍បានជួលនាងមកធ្វើជាអ្នកសម្ដែងដោយ producer របស់កម្មវិធីទូរទស្សន៍នេះបានប្រាប់ Nanami ថាគេនឹងបញ្ជូននាងទៅកាន់ភ្នំមួយដោយភ្នំនោះគឺមានចេតិយមួយដែលជាប់បណ្ដាសាមិនយូរប៉ុន្មានក្រុមការងាររបស់ខាងទូរទស្សន៍បានបង្ហាញនៅกระดาษសម្បត្តិមួយដែលនៅក្នុងกระดาษសម្បត្តិមួយនោះគឺមានឈ្មោះរបស់ចេតិយដែលជាប់បណ្ដាសានោះក្រោយពេលដែលនាងបានអានទៅលើกระดาษសម្បត្តិមួយនោះខាង producer ក៏បានប្រាប់នាងថានរណាគេដែលស្គាល់និងដឹងពីឈ្មោះរបស់ចេតិយដែលជាប់បណ្ដាសានោះគឺនឹងត្រូវជាប់បណ្ដាសាខ្លួនឯងអញ្ចឹងមានន័យទៀតដូច Nanami បានចាញ់បោកនៅ producer មួយនោះបាត់ទៅហើយគ្រាន់តែនាងបានបើកกระดาษនោះអានគឺនាងបានជាប់បណ្ដាសាបាត់ដោយមិនដឹងខ្លួនដើម្បីបំបែកនិងបន្សាបនៅបណ្ដាសាមួយនេះបានគឺគេតម្រូវឲ្យ Nanami គឺត្រូវទៅភ្នំដែលជាប្រភពដើមនៃចេតិយដែលជាប់បណ្ដាសាមួយនេះហើយនាងគឺត្រូវបន់ស្រន់ឧទ្ទិសកុសលទៅកាន់ចេតិយមួយនេះទើបនាងអាចបន្សាបវាបានបើមិនដូច្នោះទេគឺបណ្ដាសានេះនឹងកាច់ឲ្យនាងឈួតតែម្ដងអ្វីដែលរន្ធត់នោះគឺចំពោះ Nanami គាត់មិនសូវជឿទៅលើរឿងព្រេងនិទានទាំងនេះឡើយប៉ុន្តែ producer ក៏បានប្រាប់នាងមុនថាបេក្ខជនដែលបានដាក់ពាក្យមកកាន់កម្មវិធីមួយនេះគឺគាត់បានធ្វើអត្តឃាតលុតសម្រាប់ខ្លួនឯងក្រោយពេលដែលគាត់បានដឹងនិងអានទៅលើឈ្មោះចេតិយបណ្ដាសាមួយនេះស្រាប់តែអំឡុងពេលដែលគាត់កំពុងតែពិភាក្សានិយាយជាមួយ Nanami នោះគឺនាងបានឮនៅសំឡេងចម្លែកម្យ៉ាងដែលសំឡេងមួយហ្នឹងគឺមានតែ Nanami ទេគឺជាអ្នកឮក្រៅពីហ្នឹងគឺអត់មាននរណាគេបានឮឡើយរហូតដល់សំឡេងហ្នឹងគឺវាកាន់តែខ្លាំងធ្វើឲ្យ Nanami ចាប់ផ្ដើមស្រែកតែម្ដងវីដេអូរបស់យើងក៏បានកាត់ចូលមកកាន់ Nanami ជាមួយនឹងក្រុមការងារផ្នែកកាមេរ៉ាបានមកដល់នៅភ្នំដែលនាងតម្រូវឲ្យទៅនោះ Nanami ក៏បានបន្តបេសកកម្មដើម្បីស្វែងរកនៅចេតិយដែលជាប់បណ្ដាសានោះតាំងពីក្បាលល្ងាចរហូតដល់យប់តែម្ដងក្នុងហេតុការណ៍នោះដែរគឺ Nanami ក៏ចាប់ផ្ដើមឮនៅសំឡេងចម្លែកម្ដងទៀតហើយមិនយូរប៉ុន្មានក៏មាននៅសម្ោលមួយដែលគេមើលមិនឃើញបានធ្វើការវាយប្រហារទៅលើក្រុមការងារខាងកាមេរ៉ារបស់កម្មវិធីទូរទស្សន៍នេះដែលធ្វើឲ្យគាត់គឺមានការរបួសធ្ងន់ធ្ងរហើយតម្រូវឲ្យត្រឡប់ទៅផ្ទះវិញបេសកកម្មបន្តនៃការស្វែងរកនៅចេតិយបណ្ដាសាមួយនេះក៏បានបន្តអស់រយៈពេលជាយូរ Nanami ក៏បានមកដល់នៅទីកន្លែងចេតិយមួយនោះហើយនាងក៏បាននិយាយរៀបរាប់អំពីប្រវត្តិខ្លះៗអំពីចេតិយមួយហ្នឹងមិនយូរប៉ុន្មាននាងក៏បានឮនៅអាសំឡេងចម្លែកនឹងម្ដងទៀតដែលធ្វើឲ្យ Nanami គឺលើកនេះទន់ជើងតែម្ដងហើយធ្វើឲ្យនាងអង្គុយស្រែកដើម្បីបំបត្តិភាពភ័យខ្លាច
ហើយហេតុការណ៍ទាំងនេះបំភ័យនរណាមីខ្លាំងរហូតដល់នាងគឺមិនចាំយូរហើយក៏បានទៅបន់ស្រន់ឧទ្ទិសនិងសូមអភ័យទោសទៅលើរាល់ទង្វើអ្វីដែលខុសឆ្គងដែលនាងបានធ្វើកន្លងមកស្រាប់តែនរណាមីក៏ចាប់ផ្ដើមស្រែកបែកសំឡេងខុសពីធម្មតាហើយនាងក៏បានគាំងរហូតដល់មុខរបស់នាងគឺខុសប្រក្រតីដែលយើងមើលទៅវារាង distorted នៅវគ្គមួយនេះដែរបើសិនជាយើង zoom in និង slow ទៅកាន់កន្លែងដែលនរណាមីកំពុងតែស្រែកននាលដីនេះតលតែអ្នកចាប់អារម្មណ៍ខ្លាំងបានឃើញគឺថាមាននៅក្បាលរបស់មនុស្សម្នាក់បានអើតពីក្រោយដើមឈើមួយសម្លឹងមកកាន់នរណាមីដែលនេះគឺជាមូលហេតុដែលគ្មាននរណាអាចបកស្រាយទៅកាន់អ្វីដែលពួកគេបានថតជាប់នៅក្នុងកាមេរ៉ាឡើយហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យកម្មវិធីស្ថានីយទូរទស្សន៍មួយនេះត្រូវបានបិទតែម្ដងคลิปទី1នៅក្នុងចំណោមคลิปផ្សេងៗទៀតនៅក្នុងវីដេអូនៃឯកសាររន្ធត់របស់ប្រទេសជប៉ុន Ura Hora នេះគឺត្រូវបានបញ្ចប់ឥឡូវយើងងាកមកកាន់នៅคลิปទី2ដែលគេនិយាយពីអ្វីតោះកុំឲ្យខាតពេលគឺយើងចូលមកកាន់คลิปទី2ទាំងអស់គ្នាយើងផ្ដើមជាមួយនឹងបរិសម្នាក់មានឈ្មោះថា Tanaka គាត់ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុនដែលផលិតវីដេអូមួយភារកិច្ចរបស់គាត់នៅក្នុងការងារនេះគឺគេតម្រូវឲ្យគាត់ convert វីដេអូចាស់ៗដែលជាប្រភេទកាសែតឲ្យទៅជា digitalថ្ងៃមួយនៅពេលដែលគាត់កំពុងធ្វើការបានជួបប្រទះជាមួយនឹងកាសែតមួយដែលមិនមានឈ្មោះ label នៅលើកាសែតនោះឡើយដែលមើលទៅវាគួរចម្លែកខ្លាំងមែនទែនរហូតដល់គាត់ដាក់ឈ្មោះឲ្យកាសែតមួយហ្នឹងថាជាកាសែតមួយដែលគួរឲ្យខ្លាចនៅពេលដែលគាត់បើកមើលកាសែតមួយនោះគាត់បានឃើញថាវាជាកាសែតមួយដែលឆ្លុះបញ្ចាំងពីបុរសម្នាក់ដែលគាត់មានជំនាញផ្នែកគេហៅថា photography ដែលបុរសម្នាក់ហ្នឹងគឺគាត់អាចផ្ដិតរូបថតចម្លងពីខួរក្បាលរបស់គាត់ចេញទៅជាក្រដាសមួយដែលយើងអាចមើលឃើញដោយវិធីសាស្ត្រដែលគាត់បានធ្វើនោះគឺយកកាមេរ៉ាផ្ទុបទៅនឹងថ្ងាសរបស់គាត់ហើយចុចថតនោះវាបានបង្ហាញនៅរូបភាពចម្លែកជាច្រើនទៅតាមកាលបរិច្ឆេទនីមួយៗនៃរូបភាពដែលគាត់បានផ្ដិតចេញពីខួរក្បាលរបស់គាត់វាពិតជាគួរចម្លែកខ្លាំងមែនទែនហើយខ្ញុំក៏អត់ដឹងថារៀបរាប់មិនដែរនេះគឺអ្វីដែលខ្ញុំបាន research ចេញពី photography យើងក៏បានឃើញថារូបមួយចំនួនបានចេញជារូបភាពឡើងនៅលើក្រដាសដែលបានផ្ដិតចេញពីកាមេរ៉ាដៃរូបភាពមួយចំនួនខ្លះគេបានពិនិត្យឃើញថាមានអក្សរដែលបានសរសេរថា Expo 85នេះគឺសំដៅទៅលើក្រុមហ៊ុនដែលបានបិទជាយូរលង់ណាស់មកហើយរីឯរូបភាពមួយទៀតគឺគេកំពុងតែឆ្លុះបញ្ចាំងអំពីពិធីបុណ្យរាំប្រពៃណីមួយដូច្នេះអ្នកដែលបានថតវីដេអូនេះគឺគាត់សន្មតថាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនទើបពួកគេចង់បញ្ជាក់ថាតើសមត្ថភាពរបស់បុរសម្នាក់នេះគឺវាពិតមែនឬអត់ So ពួកគេក៏ចាប់ផ្ដើមធ្វើ experiment មួយដោយឲ្យតាដែលគាត់មានសមត្ថភាពហ្នឹងគឺធ្វើការថតរូបភាពធម្មតាទៅលើបុរសធម្មតាដូចគ្នាថាតើរូបភាពដែលចេញមកគឺវាបែបម៉េចរូបភាពដែលចេញមកគឺថាវាគួរឲ្យរន្ធត់ខ្លាំងមែនទែនដោយយើងឃើញថា subject របស់រូបយើងគឺគាត់មានសភាពធម្មតាទេប៉ុន្តែរូបភាពដែលចេញមកនោះគឺគាត់បាត់បង់នៅដៃមួយចំហៀងហើយមុខរបស់គាត់គឺ distort ខ្លាំងមែនទែនមិនយូរប៉ុន្មានដើម្បីបង្ហាញពីសមត្ថភាពរបស់គាត់កាន់តែខ្លាំងនោះគឺគាត់បានធ្វើការបង្វែរនឹង channel skill របស់គាត់ទៅលើទូរទស្សន៍ដែលកំពុងតែដាច់ប៉ុស្តិ៍រូបភាពដែលចេញមកគឺអ្នកទាំងអស់គ្នាអាចទស្សនាដោយខ្លួនឯងคลิปទី2របស់វីដេអូយើងគឺត្រូវបានបញ្ចប់ឥឡូវគឺយើងងាកមកកាន់คลิปទី3នៃរឿង Ura Hora របស់យើងคลิปទី3នេះគឺមានចំណងជើងថា spoon bending ដែលយើងបកជាខ្មែរមកគឺអាចនិយាយថាជាសមត្ថភាពនៃការពុតស្លាបព្រាដោយមិនប្រើដៃដែលคลิปដែលអ្នកទាំងអស់គ្នានឹងឃើញនេះគឺបញ្ជាក់វាសម្រាប់តែ children TV show ទេធ្វើឡើងសម្រាប់កុមារដើម្បីបង្កើតនៅបរិយាកាសសប្បាយរីករាយឲ្យគាត់ប៉ុន្តែជាអកុសលអីគឺវាមិនដែលបានលេចរូបរាងឡើងនៅលើប៉ុស្តិ៍ទូរទស្សន៍ឡើយមូលហេតុគឺដោយសារបែបនេះយើងឃើញថានៅក្នុងវីដេអូនេះមានបរិសម្នាក់មានឈ្មោះថា Ueki ហើយគាត់គឺជាអ្នកលេងសៀករហស្សកម្មធម្មតាទេរហូតដល់មានបរិសម្នាក់ទៀតបានដើរចូលទៅកាន់បន្ទប់នឹងហើយគាត់មានឈ្មោះថា Tomoki គឺជាបរិសម្នាក់ដែលគាត់ជឿថាខ្លួនឯងមានសមត្ថភាពផ្លូវក្នុងដែលអាចធ្វើឲ្យរបស់មានចលនាដោយគ្រាន់តែប្រើខួរក្បាលជាក់ស្ដែងគឺគាត់អាចធ្វើឲ្យស្លាបព្រាគឺវាពុតបានដោយគ្រាន់តែមើលសម្លឹងទៅកាន់ស្លាបព្រានោះTomoki បានដកស្លាបព្រាមួយរួចទៅគ្រូបន្ទប់ថ្នាក់បានពិនិត្យស្លាបព្រានោះថាតើវាពិតជាស្លាបព្រាមែនតើអត់ក្រោយការពិនិត្យមើលគឺយើងឃើញថាស្លាបព្រាមួយនេះគឺវាពិតមែនTomoki មិនចាំយូរហើយក៏ចាប់ផ្ដើមប្រតិបត្តិកម្លាំងធាតុរបស់គាត់យើងឃើញថាគាត់បានប្រើនៅកម្លាំងធាតុរបស់គាត់ដោយគ្រាន់តែប្រឹងសម្លឹងទៅកាន់ស្លាបព្រាមួយនោះរហូតដល់វាបានពុតពិតមែន
ដែលធ្វើឲ្យមនុស្សជុំវិញដែលនៅក្នុងបន្ទប់ថ្នាក់មួយហ្នឹងគឺគាត់មានភាពភ្ញាក់រន្ធត់និងគួរឲ្យរំភើបខ្លាំងមែនទែនព្រោះគាត់មិននឹកស្មាននៅអ្វីដែលពួកគាត់បានឃើញបន្ទាប់មកទៀត Smokey ក៏បានជ្រើសរើសសិស្ស5នាក់ដើម្បីធ្វើការពិសោធន៍បន្តទៀតដោយផ្អែកទៅលើ Smokey គាត់បាននិយាយថាក្មេងដែលគាត់បានជ្រើសរើសនោះគឺសុទ្ធតែមាននៅកម្លាំងធាតុរៀងៗខ្លួនដែលអាចឲ្យពួកគេគឺមានសមត្ថភាពអាចពុតស្លាបព្រាបានដូចគ្នាដែរមិនយូរប៉ុន្មានការធ្វើពិសោធន៍មួយនេះគឺយើងឃើញថាសិស្ស2នាក់បានធ្វើការពុតស្លាបព្រាបានជោគជ័យមែនហើយគាត់បានបញ្ជាក់ទៀតថាបើសិនជាមនុស្សម្នាក់យកនៅសមត្ថភាពនៃការពុតស្លាបព្រាមួយនេះបានទាំងអស់គ្នាគឺយើងនឹងទទួលបានសន្តិភាពនិង peace ទូទាំងពិភពលោកតែម្ដងខ្ញុំនៅតែអត់ប្រកាសថាមូលហេតុអ្វីបានគាត់និយាយបែបហ្នឹងព្រោះវាអត់សូវ make sense right រួចទៅយើងក៏បានឃើញថា Smokey បានយកស្លាបព្រានោះដាក់នៅឆ្ងាយពីខ្លួនម្ដងនេះដោយគាត់បានប្រាប់ថាគាត់នឹងធ្វើការពុតស្លាបព្រានឹងពីចម្ងាយតែម្ដងប៉ុន្តែ Smokey គឺតម្រូវឲ្យសិស្សដែលនៅក្នុងថ្នាក់នោះគឺចាប់ផ្ដើមធ្វើការ focus និងដាក់អារម្មណ៍ផ្ចង់ទៅលើស្លាបព្រាមួយនឹងទាំងអស់គ្នាការផ្ចង់អារម្មណ៍ក៏ចាប់ផ្ដើមមិនយូរប៉ុន្មាននេះគឺជាអពុទ្ធហេតុដែលបានកើតឡើងស្លាបព្រាបានបាក់រួមទាំងករបស់គ្រូបន្ទប់ថ្នាក់ផងដែរមូលហេតុគឺដោយសារតែមិនដឹងថាសិស្សមួយណាទេនៅក្នុងបន្ទប់ហ្នឹងគឺគាត់បានធ្វើការផ្ចង់អារម្មណ៍ខុសប្រធានបទគឺមិនមែនទៅលើស្លាបព្រាឡើយនេះគឺជាមូលហេតុដែលវីដេអូមួយនេះមិនដែលលេចនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ណាឡើយយើងនៅសល់คลิปជាច្រើនទៀតដែលត្រូវយកមកនិយាយនៅក្នុងប្រធានបទរឿង Ura Horror នេះអញ្ចឹងកុំភ្លេច subscribe ហើយ like និង share ទៅលើវីដេអូមួយនេះដើម្បីទទួលបាន part 2ជួបគ្នានៅវីដេអូក្រោយឆាប់ៗជាមួយនឹងវគ្គទី2